ជំរាបសួរលោកស្រីអ្នកនាងកញ្ញាជាទីគោរពនិងជាទីមេត្រីស្វាគមន៍ជាបន្តទៀតមកកាន់កម្មវិធីព័ត៌មានសុខភាពរបស់ BTV ប៉ុន្តែថាយើងខ្ញុំតែងតែលើកយកអំពីប្រធានបទថ្មីតាក់ទងទៅនឹងបញ្ហាសុខភាពហើយបន្ថែមទៅលើនេះយើងក៏ទទួលបានការអញ្ជើញចូលរួមពីសំណាក់វិក្កាមិនដែលជាវិជ្ជបណ្ឌិតជំនាញបកស្រាយរាល់ប្រធានបទនីមួយៗផងដែរនៅថ្ងៃនេះយើងក៏នៅតែទទួលបានការអញ្ជើញចូលរួមពីសំណាក់វិជ្ជបណ្ឌិតជំនាញដែលតាក់ទងទៅនឹងឯកទេសជំងឺបេះដូងនិងសរសៃឈាមបេះដូងដែលប្រធានបទនៅក្នុងថ្ងៃនេះយើងនឹងលើកយកអំពីបញ្ហាជំងឺសរសៃឈាមបេះដូងនៅថ្ងៃនេះយើងក៏ទទួលបានការអញ្ជើញចូលរួមពីសំណាក់វិជ្ជបណ្ឌិតផូលអងដែលជាវិជ្ជបណ្ឌិតឯកទេសជំងឺបេះដូងនិងសរសៃឈាមបេះដូងនៃមន្ទីរពេទ្យ Mount Elizabeth នេះខ្ញុំសូមជម្រាបជូនផងដែរថាមន្ទីរពេទ្យ Mount Elizabeth គឺជាមន្ទីរពេទ្យស្តង់ដារសង្ហបុរីដែលកំពុងតែដំណើរការក៏ដូចជាពិនិត្យនិងព្យាបាលជូនអ្នកជំងឺតាមស្តង់ដារអន្តរជាតិហើយក៏ទទួលបានការគាំទ្រច្រើនហើយ Mount Elizabeth នេះក៏ជាដៃគូជាមួយនឹង IHH ផងដែរដើម្បីកុំឲ្យខាតពេលវេលាយូរសូមអនុញ្ញាតជួបជាមួយនឹងលោកប្រចាំបណ្ឌិតដូចតទៅហើយលោកប្រចាំបណ្ឌិតនឹងនិយាយជាភាសាអង់គ្លេសហើយយើងក៏មានការបកប្រែជាភាសាខ្មែរជូនឲ្យលោកអ្នកនាងបានទស្សនាផងដែរសូមជម្រាបសួរលោកប្រចាំបណ្ឌិតចា Hello doctor Hello Thank you for joining today Thank you for inviting me ចាអរគុណទស្សនិកជនយើងបានដឹងហើយថាពាក់ព័ន្ធទៅនឹងបញ្ហាជំងឺបេះដូងជាពិសេសជំងឺសរសៃឈាមបេះដូងនេះតែម្ដងភាគច្រើនកើតឡើងហើយក៏ជាបញ្ហាមួយប្រឈមសម្រាប់សុខភាពរបស់ប្រជាជនផងដែរជាដំបូងនេះចង់ឲ្យលោកប្រចាំបណ្ឌិតណែនាំខ្លួនបន្តិចជាពិសេសបង្ហាញអំពីឯកទេសរបស់លោកប្រចាំបណ្ឌិតតែម្ដងជាពិសេសគឺបទពិសោធន៍នៅក្នុងការព្យាបាលជំងឺមួយនេះចា៎ Okay, Dr. Paul Ong is my name. I'm a cardiologist. My main interest is interventional cardiology. បាទសូមគោរពនឹងជំរាបសួរខ្ញុំបាទវិជ្ជបណ្ឌិត Paul Ong ជាវិជ្ជបណ្ឌិតឯកទេសផ្នែកជំងឺបេះដូងហើយខ្ញុំមានការចាប់អារម្មណ៍ទៅលើផ្នែក interventional cardiology ហើយផ្នែកនេះផងដែរគឺខ្ញុំអាចជួយអ្នកជំងឺពីបញ្ហានៃការស្ទះសរសៃឈាមបេះដូងជាទូទៅខ្ញុំបំពេញការងារនៅមន្ទីរពេទ្យ Mount Elizabeth Novena នៃប្រទេសសិង្ហបុរីប៉ុន្តែមុននឹងខ្ញុំចាប់ផ្ដើមនៅក្នុងការងារផ្នែកឯកជនខ្ញុំបានធ្វើការនៅចក្រភពអង់គ្លេសនៅ UK ប្រហែលជា20ឆ្នាំហើយខ្ញុំបានអនុវត្តការងារនៅក្នុងប្រទេសសិង្ហបុរីក្នុងមន្ទីរពេទ្យតាន់តុកសេងប្រហែលជា15ឆ្នាំមុននឹងខ្ញុំបានចាប់ផ្ដើមមកបំពេញការងារនៅក្នុងមន្ទីរពេទ្យឯកជនដោយសពថ្ងៃនេះបាទ Before coming up to privateចាអញ្ចឹងយើងមើលឃើញថាលោកប្រចាំបណ្ឌិតគឺពិតជាមានបទពិសោធន៍មែនទែនជាពិសេសគឺមិនត្រឹមតែបម្រើការងារតាក់ទងទៅនឹងឯកទេសនៅក្នុងប្រទេសសិង្ហបុរីទេប៉ុន្តែនៅខាងប្រទេសអង់គ្លេសជាដើមនោះអញ្ចឹងយើងចូលមកកាន់ប្រធានបទរបស់យើងតែម្ដងដើម្បីស្វែងយល់បន្ថែមទៀតតាក់ទងទៅនឹងបញ្ហាជំងឺសរសៃឈាមបេះដូងនេះជម្រាបជូនបន្តិចថាតើអ្វីទៅជាជំងឺសរសៃឈាមបេះដូងចា៎ Thank you for the questions. Coronary artery disease, you see our heart is a ជំងឺដែលពាក់ព័ន្ធទៅលើសរសៃឈាមរបស់បេះដូងដោយតែយើងបានដឹងហើយថាបេះដូងរបស់យើងគឺមានតួនាទីនៅក្នុងការច្របាច់បញ្ជូនឈាមដែលសម្បូរទៅដោយអុកស៊ីហ្សែនទៅចិញ្ចឹមទៅលើសរីរាង្គនៃសាច់ដុំបេះដូងរបស់យើងដូច្នេះហើយជាទូទៅនៅពេលណាដែលបេះដូងរបស់យើងឬក៏សរសៃឈាមបេះដូងរបស់យើងនឹងត្រូវបានប្លុកត្រូវបានរាំងស្ទះទៅដោយកំណកខ្លាញ់ឬក៏ការឡើងក្រាំងនៃខ្លាញ់នៅក្នុងសរសៃឈាមនោះនឹងអាចបង្កទៅជាជំងឺនៃសរសៃឈាមបេះដូងដែលជាទូទៅស្ថានភាពបែបនេះយើងតែងតែជួបប្រទះច្រើនទៅលើអ្នកដែលគាត់ចូលចិត្តពិសាបរិយអ្នកជាពិសេសបុរសដែលគាត់មានវ័យចាប់ពី40ឆ្នាំឡើងឬក៏ស្ត្រីដែលមានវ័យត្រឹមចាប់ពី50ឆ្នាំឡើង age of 50 and it's an increasing problem ចាអញ្ចឹងយើងបានយល់ច្បាស់ហើយតាក់ទងទៅនឹងបញ្ហាជំងឺសរសៃឈាមបេះដូងតាមបទពិសោធន៍របស់លោកប្រចាំបណ្ឌិតទៅលើជំនាញមួយនេះកើតឡើងច្រើនដែរទេហើយភាគច្រើនកើតឡើងយ៉ាងដូចម្ដេចដែរចា Unfortunately, coronary artery disease is really common and ជំងឺសរសៃឈាមបេះដូងនេះត្រូវបានគេសង្កេតឃើញថាមានការហក់ឡើងខ្ពស់នៅក្នុងពេលបច្ចុប្បន្នហើយជាក់ស្ដែងជំងឺនៃសរសៃឈាមបេះដូងនេះគឺយើងជួបច្រើនហើយជាទូទៅវាបានคล้ายទៅជាជំងឺដែលត្រូវបានយកចិត្តទុកដាក់ជាសកលជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាខ្ញុំក៏ជឿជាក់ផងដែរថាជំងឺស្ទះសរសៃឈាមបេះដូងឬក៏ជំងឺសរសៃឈាមបេះដូងនេះបានคล้ายទៅជាឃាតករលំដាប់ទី2ផងដែរហើយមូលហេតុអ្វីបានជាជំងឺសរសៃឈាមបេះដូងនេះអាចคล้ายទៅជាប្រធានបទមួយដ៏គួរឲ្យយកចិត្តទុកដាក់គឺដោយសារតែជាទូទៅនៅពេលដែលសរសៃឈាមបេះដូងរបស់យើងត្រូវបានស្ទះអញ្ចឹងអ្វីដែលជាគ្រោះថ្នាក់សម្រាប់មនុស្សគឺវានឹងអាចធ្វើឲ្យបេះដូងរបស់យើងនឹងមានការគាំងហើយជាទូទៅវាគឺជាកត្តាមួយដែលគំរាមកំហែងដល់អាយុជីវិតរបស់មនុស្ស
ខ្ពស់មែនទែនដូច្នេះខ្ញុំគិតថាបញ្ហានៃជំងឺសរសៃឈាមបេះដូងនេះគឺជាបញ្ហាមួយដ៏ធំដែលពួកយើងត្រូវតែយកចិត្តទុកដាក់លើហើយក៏ជារឿងមួយដែលសំខាន់ដែលយើងគួរតែយល់ដឹងផងដែរ so it is a big problem and we need to focus on it ចាអញ្ចឹងវាគឺជាបញ្ហាប្រឈមមែនតើជាពិសេសលោកវិជ្ជបណ្ឌិតបានលើកឡើងជាឧទាហរណ៍ជាក់ស្ដែងតែម្ដងថាជាប្រភេទជំងឺដែលមានហានិភ័យខ្ពស់ប្រភេទទី2នៅក្នុងប្រទេសកម្ពុជាដែលទាមទារឲ្យប្រជាជនកម្ពុជាស្វែងយល់បន្ថែមទៀតតាមរយៈការបកស្រាយរបស់លោកវិជ្ជបណ្ឌិតតតែម្ដងដូច្នេះឥឡូវនេះឈានទៅដល់ការបង្ហាញអំពីរោគសញ្ញាបន្តិចចាតើរោគសញ្ញានិងកត្តាហានិភ័យរបស់ជំងឺសរសៃឈាមបេះដូងនេះមានអ្វីខ្លះដែរOkay, that's really important and one need to recognize what the common symptoms are. បាទជាទូទៅរោគសញ្ញាដែលយើងតែងតែកំណត់ចំណាំបានហើយភាគច្រើនជារោគសញ្ញាដែលយើងជួបច្រើនជាទូទៅអ្នកជំងឺគាត់មិនសូវចូលមកត្អូញត្អែថាគាត់ឈឺទ្រូងអីខ្លាំងពេកនោះទេភាគច្រើនគាត់តែងតែនិយាយថាគាត់មានអារម្មណ៍ដូចរៀងតឹងរៀងដូចពេលខ្លះរៀងដូចក្នុងទ្រូងនោះដូចណែនដូចមានអីគៀបឬក៏ពេលខ្លះគាត់មានអារម្មណ៍ថាគាត់រៀងពិបាកដកដង្ហើមហើយជាទូទៅវាអាចនឹងឲ្យអ្នកជំងឺនឹងលេចចេញនៅអាការៈរោគសញ្ញាបែបជាបែកញើសត្រជាក់ខ្លួនផងដែរហើយអ្វីដែលតែងតែកើតឡើងបន្ទាប់ទៀតនោះគឺយើងតែងតែសង្កេតឃើញថានៅពេលដែលអ្នកជំងឺគាត់មានបញ្ហាទៅលើសរសៃឈាមបេះដូងបែបហ្នឹងអញ្ចឹងនៅពេលណាដែលគាត់បញ្ចេញនៅសកម្មភាពឧទាហរណ៍គាត់លេងកីឡាគាត់រត់គាត់អីមួយចំនួនគាត់ឡើងចដើគាត់យើងតែងតែទទួលបាននៅការ complain មួយចំនួនពីអ្នកជំងឺតាមរយៈដូចថាអ្នកជំងឺគាត់ចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនគាត់ហ្នឹងដូចជារៀងអត់ស្រួលណាអញ្ចឹងពេលខ្លះអ្នកជំងឺអាចនឹងសម្រាកទៅហើយរោគសញ្ញានោះនឹងបាត់បន្តិចម្ដងប៉ុន្តែនៅពេលដែលអ្នកជំងឺគាត់ចាប់ផ្ដើមដើរទៅទៀតឬក៏ធ្វើដំណើរឬក៏អិយាបថណាមួយដែលត្រូវរត់ផ្លាស់ទីរហ័សទៀតការឈឺហ្នឹងការរោគសញ្ញាដែលបានរៀបរាប់ខាងលើវិញហ្នឹងនឹងត្រឡប់មកវិញទៀតដូច្នេះហើយជាទូទៅទាំងអស់នេះហើយដែលខ្ញុំគិតថាជាសញ្ញាដែលយើងតែងតែជួបញឹកញាប់ពីអ្នកជំងឺដែលគាត់បានរៀបរាប់ So these are the classic symptoms of coronary artery disease វាមានបញ្ហាច្រើនហើយយើងមើលឃើញថាវាជាកត្តាហានិភ័យច្រើនមែនទែនដូច្នេះចង់ឲ្យលោកវិជ្ជបណ្ឌិតជម្រាបជូនបន្តិចតាក់ទងទៅនឹងការធ្វើរោគវិនិច្ឆ័យតើជំងឺសរសៃឈាមបេះដូងនេះនឹងត្រូវធ្វើរោគវិនិច្ឆ័យប្រមាណដំណាក់កាលដែរដែលឈានទៅដល់ការកំណត់ថាអ្នកជំងឺនឹងគឺពិតជាមានបញ្ហាជំងឺនេះមែន Yes I think I agree with all this of course you know បាទជាទូទៅខ្ញុំគិតថានៅពេលដែលអ្នកជំងឺគាត់មានអាការៈរោគសញ្ញាគាត់មកជួបខ្ញុំហើយគាត់ប្រាប់ពីអាការៈរោគសញ្ញាហើយជាទូទៅយើងត្រូវការត្រួតពិនិត្យទៅលើស្ថានភាពរបស់គាត់ហើយការដែលអ្នកជំងឺអញ្ជើញមកជួបវេជ្ជបណ្ឌិតហ្នឹងគឺជារឿងមួយដ៏សំខាន់មែនទែនអញ្ចឹងការត្រួតពិនិត្យទៅលើអ្នកជំងឺគឺយើងអាចប្រើប្រាស់នៅយុទ្ធសាស្ត្រសាមញ្ញតាមរយៈការទី1ដូចជាការចាប់ចង្វាក់បេះដូងដែលយើងហៅថា ECG ឬក៏តម្រូវការឲ្យអ្នកជំងឺធ្វើតេស្តទៅលើឈាមរបស់គាត់តាមរយៈការតាមដានមើលសារជាតិខ្លាញ់នៅក្នុងសរសៃឈាមឬក៏យើងចង់ដឹងថាតើអ្នកជំងឺកំពុងតែមានជំងឺទឹកនោមផ្អែមឬទេហើយបើគាត់មានវិញតើឥឡូវហ្នឹងគាត់គ្រប់គ្រងជាតិស្ករគ្រប់គ្រងស្ថានភាពជំងឺទឹកនោមផ្អែមរបស់គាត់ហ្នឹងបានល្អហើយឬនៅទាំងអស់នេះគឺជាគន្លឹះមួយយ៉ាងសំខាន់ក្នុងការតាមដានទៅលើអ្នកជំងឺហើយដោយឡែកបើសិនជាខ្ញុំចូលឲ្យស៊ីជម្រៅជាងនេះបន្តិចមានន័យថាប្រសិនបើអ្នកជំងឺដែលចូលមកជួបខ្ញុំនឹងគឺជាបេក្ខភាពមួយដែលយើងគិតថាគាត់អាចនឹងមានភាគរយខ្ពស់ជាមួយនឹងជំងឺសរសៃឈាមបេះដូងជាទូទៅគ្រូពេទ្យឯកទេសផ្នែកបេះដូងតែងតែស្នើសុំឲ្យអ្នកជំងឺគាត់ធ្វើអេកូបេះដូងមួយហើយនៅពេលបច្ចុប្បន្ននេះមិនត្រឹមតែធ្វើអេកូបេះដូងទេយើងក៏អាចនឹងស្នើសុំឲ្យអ្នកជំងឺគាត់ធ្វើ CT coronary angiogram ផងដែរគួរបញ្ជាក់ផងដែរថា CT coronary angiogram គឺជាប្រភេទនៃយន្តការមួយដែលមិនតម្រូវឲ្យអ្នកជំងឺធ្វើការវះកាត់ឬក៏ត្រូវការគីងពេទ្យយូរអីទេពីព្រោះជាទូទៅវាគឺជាប្រសិទ្ធភាពមួយដែលអាចធ្វើបានសឹងតែគ្រប់ទីកន្លែងហើយអ្នកជំងឺអាចនឹងចូលទៅធ្វើជាមួយនឹង X-ray ដ៏ពិសេសមួយនេះដើម្បី check មើលតើសរសៃឈាមបេះដូងរបស់គាត់នឹងមានការស្ទះនៅកន្លែងណាដែរអត់ជាអកុសលបើសិនបើក្នុងអំឡុងពេលយើងរកទៅយើង scan មើលទៅស្រាប់តែឃើញមានភាពមិនប្រក្រតីណាមួយឬក៏សរសៃឈាមបេះដូងណាមួយហ្នឹងកំពុងតែមានការស្ទះឬក៏ស្ទះធ្ងន់ធ្ងរដូច្នេះគ្រូពេទ្យបេះដូងគាត់នឹងបញ្ជូនអ្នកជំងឺនេះមកជួបជាមួយនឹងគ្រូពេទ្យដែលមានឯកទេសដូចជាខ្ញុំបាទផ្ទាល់នឹងផងដែរដូច្នេះនៅពេលណាដែលខ្ញុំបានជួបគាត់អ្វីដែលខ្ញុំនឹងអាចធ្វើបានគឺខ្ញុំនឹង
ឲ្យអ្នកជំងឺគាត់ធ្វើជាមួយនឹង procedure ដែលយើងឲ្យឈ្មោះថា cardiac catheterization ដូច្នេះយើងតាមរយៈ procedure ហ្នឹងគឺយើងអាចប្រើប្រាស់ទូកស៊ូបមួយដែលទូចហើយយើងដាក់បញ្ចូលទៅក្នុងសរសៃឈាមរបស់អ្នកជំងឺដោយផ្ទាល់ហើយក្នុងស៊ូបហ្នឹងគឺយើងមានឧបករណ៍សម្រាប់មើលទៅលើរូបភាពនៃសរសៃឈាមរបស់អ្នកជំងឺតើគាត់ស្ទះរបៀបម៉េចហើយភាពពិតជាក់ស្ដែងនៃការស្ទះហ្នឹងមានកម្រិតប៉ុណ្ណាអញ្ចឹងជំហានបន្ទាប់ប្រសិនបើយើងទទួលបានព័ត៌មានច្បាស់ហើយថាសរសៃឈាមនេះពិតជាស្ទះហើយឬកម្រិតនៃធ្ងន់ធ្ងរនៃភាពស្ទះហ្នឹងប៉ុណ្ណានោះយើងនឹងអាចកំណត់នឹងដៅរោគនៅរោគវិនិច្ឆ័យហើយយើងនឹងអាចធ្វើការ unblock មានន័យថាយើងអាចធ្វើការបើកនៅកន្លែងសរសៃឈាមដែលស្ទះនោះតាមរយៈការប្រើប្រាស់ទៅលើ balloon ឬក៏ stent ប៉ុន្តែនៅក្នុងករណីធ្ងន់ធ្ងរមួយចំនួនពួកយើងអាចនឹងបញ្ជូនអ្នកជំងឺឲ្យទៅជួបជាមួយនឹងគ្រូពេទ្យវះកាត់ផ្នែកបេះដូងដើម្បីធ្វើការតសរសៃឈាមទៅលើបេះដូងប្រសិនបើក្នុងករណីអ្នកជំងឺនោះគឺជាប្រភេទដែលអ្នកជំងឺមិនអាចទទួលការដាក់ balloon ឬក៏ stent បាន Severe cases we may get you referred to see a heart surgeon to look at heart surgery bypass operation ចាអញ្ចឹងតាមរយៈការលើកឡើងរបស់លោកប្រចាំបណ្ឌិតជុំវិញការធ្វើរោគវិនិច្ឆ័យគឺត្រូវឆ្លងកាត់ជាច្រើនដំណាក់កាលមុននឹងឈានទៅដល់ការកំណត់ថាអ្នកជំងឺម្នាក់ហ្នឹងគឺពិតជាមានបញ្ហាជំងឺស្ទះសរសៃឈាមបេះដូងដែលទាមទារឲ្យមានវិជ្ជាបណ្ឌិតជំនាញនៅក្នុងការធ្វើរោគវិនិច្ឆ័យព្រោះថាបញ្ហានេះក៏វាអាចប្រឈមទៅនឹងការបាត់បង់ជីវិតដែរដូច្នេះឈានមកដល់ការព្យាបាលកំណត់ការធ្វើរោគវិនិច្ឆ័យហើយការព្យាបាលនឹងធ្វើឡើងយ៉ាងដូចម្តេចខ្លះ So as I sort of suggested early on if you really confirm that there is severe blockage ជាទូទៅចំពោះគោលការណ៍នៃការព្យាបាលពាក់ព័ន្ធទៅនឹងជំងឺនៃសរសៃឈាមបេះដូងដូចដែលខ្ញុំបានរៀបរាប់ខាងលើបន្តិចមិញដែរនៅពេលណាដែលយើងបានដឹងច្បាស់ថាអ្នកជំងឺគាត់ពិតជាមានការស្ទះសរសៃឈាមបេះដូងមែនរឿងរ៉ាវដែលយើងធ្វើដំបូងគេដែលយើងត្រូវណែនាំទៅជំងឺនោះគឺត្រូវប្រកាសបញ្ជាថាអ្នកជំងឺនឹងគាត់ត្រូវការចូលរួមក្នុងការផ្លាស់ប្ដូរពីរបៀបរបបនៃការរស់នៅរបៀបរបបនៃការរស់នៅល្អគឺចង់សំដៅទៅលើការហូបចុកការទទួលទាននៅអាហារដែលទ្រទ្រង់ទៅលើសុខភាពដែលអាចជួយទៅលើបញ្ហាដែលអាចជួយនឹងកាត់បន្ថយទៅលើបញ្ហាបេះដូងហើយនឹងការហាត់ប្រាណឲ្យបានទៀងទាត់នៅក្នុងស្ថានភាពនេះគឺថ្នាំក៏យើងនឹងត្រូវឲ្យអ្នកជំងឺក្នុងការប្រើប្រាស់ទៅតាមវេជ្ជបញ្ជាបានត្រឹមត្រូវផងដែរនៅក្នុងករណីមួយចំនួនថ្នាំដែលយើងត្រូវតែផ្ដល់ជូនអ្នកជំងឺផងដែរនោះគឺថ្នាំពាក់ព័ន្ធទៅនឹងការបញ្ចុះសម្ពាធឈាមនិងថ្នាំគ្រប់គ្រងទៅលើសារជាតិខ្លាញ់ចំពោះករណីដែលធ្ងន់ធ្ងរមួយចំនួនដែលយើងមើលទៅឃើញថាអ្នកជំងឺនឹងគាត់មានការស្ទះសរសៃឈាមនឹងរៀងកម្រិតខ្ពស់ហើយអញ្ចឹងហើយសរសៃឈាមរបស់អ្នកជំងឺនឹងគឺមានសភាពត្បៀតទូចនិយាយរួមទៅអាចមានន័យថាអ្នកជំងឺនឹងអាចមានការស្ទះសរសៃឈាមនឹងនៅក្នុងកម្រិតពី80ទៅ 90% អញ្ចឹងក្នុងស្ថានភាពហ្នឹងគឺយើងនឹងត្រូវមានការព្យាបាលតាមរយៈការបើកនៅសរសៃឈាមដែលស្ទះនោះឲ្យមានលំហូរឈាមឡើងមកវិញនៅក្នុងស្ថានភាពនេះគ្រូពេទ្យឯកទេសផ្នែកបេះដូងគាត់នឹងធ្វើនៅយន្តការមួយដែលយើងឲ្យឈ្មោះថាជា angioplasty ដែលតម្រូវឲ្យដែលជាទូទៅយើងតែងតែលើថាយើងប្រើប្រាស់ balloon ឬក៏ stent នឹងឯងហើយចង់ជម្រាបផងដែរថាលក្ខណៈភាពនៃការធ្វើ angioplasty នេះមានន័យថាយើងគ្រាន់តែធ្វើការកាត់ទៅលើស្បែកដៃរបស់អ្នកជំងឺនឹងនៅក្នុងវិជ្ជមាត្រមួយដ៏ទូចទេមិនមែនជាការវះកាត់អីធំដុំទេហើយយើងបានដាក់បញ្ចូលនៅ balloon ដែលមានទំហំទូចមួយចូលទៅក្នុងសរសៃឈាមបេះដូងរបស់អ្នកជំងឺដើម្បីឲ្យ balloon នោះអាចពង្រីកទៅលើសរសៃឈាមហើយនៅក្នុងករណីនោះយើងអាចនឹងបន្ទាប់ពីយើងពង្រីក balloon ហើយយើងអាចដាក់ stent បញ្ចូលដើម្បីឲ្យ stent នោះនៅពង្រីកជាប់ជាមួយនឹងសរសៃឈាមដើម្បីអនុញ្ញាតឲ្យសរសៃឈាមនោះមានភាពចំហអាចធ្វើឲ្យឈាមរត់ទៅចិញ្ចឹមសាច់ដុំបេះដូងវិញបានដូចពីមុនហើយនៅក្នុងករណីមួយចំនួនជាអកុសលបើសិនជាអ្នកជំងឺគាត់មានការស្ទះទៅលើសរសៃឈាមបេះដូងនឹងច្រើនកន្លែងហើយករណីបែបនេះគឺមានន័យថាពេលខ្លះយើងមិនអាចដាក់ stent បានច្រើននៅក្នុងពេលតែមួយទេអញ្ចឹងអ្វីដែលយើងផ្ដល់យោបល់ទៅអ្នកជំងឺនោះគឺយើងនឹងត្រូវឲ្យអ្នកជំងឺទៅជួបជាមួយនឹងគ្រូពេទ្យឯកទេសផ្នែកវះកាត់បេះដូងដែលអ្នកជំងឺអាចនឹងត្រូវធ្វើការវះកាត់តសរសៃឈាមបេះដូងដែលយើងហៅថាជា coronary artery bypass operation ប៉ុន្តែជាទូទៅប្រសិនបើករណីបែបនេះគឺមិនមែន
អ្នកជំងឺគ្រប់គ្នាអាចនឹងទៅធ្វើការវះកាត់ផ្នែកបេះដូងនឹងបានទេលុះត្រាតែមានការពិភាក្សានិងការយល់ព្រមយ៉ាងល្អិតល្អន់ពីវិជ្ជបណ្ឌិតឯកទេសផ្នែកបេះដូងឲ្យបានត្រឹមត្រូវផងដែរ There is going to be some discussion about which is the best treatment. អញ្ចឹងនាងខ្ញុំពិតជាមានការចាប់អារម្មណ៍មែនទែនដោយសារតែលោកបញ្ជាក់បានជម្រាបជូនហើយថាពាក់ព័ន្ធទៅនឹងជំងឺសរសៃឈាមបេះដូងនេះគឺវាមានហានិភ័យខ្ពស់ហើយទាមទារឲ្យមានការព្យាបាលយ៉ាងល្អិតល្អន់ពីសំណាក់វិជ្ជបណ្ឌិតជំនាញបាទនិយាយអំពីមន្ទីរពេទ្យ Mount Elizabeth វិញបើតាមនាងខ្ញុំដឹងក្រៅតែពីគេហៅថាឯកទេសជំងឺសរសៃឈាមបេះដូងក៏មានការព្យាបាលជំងឺទៅលើឯកទេសផ្សេងទៀតដែរហើយទទួលបានការគាំទ្រច្រើនពីអ្នកជំងឺមិនថាតែប្រជាជនកម្ពុជាក៏ដូចជាបណ្ដាអ្នកជំងឺមកពីបណ្ដាប្រទេសផ្សេងដែលមកទទួលសេវាព្យាបាលនៅក្នុងមន្ទីរពេទ្យ Mount Elizabeth ដែលជាកម្រិតស្តង់ដារសង្ហបុរីដូច្នេះចង់ឲ្យលោកប្រចាំបណ្ឌិតជម្រាបជូនក៏ដូចជាបង្ហាញជូនពីលក្ខណៈពិសេសថាតើ Mount Elizabeth នេះគឺមានលក្ខណៈពិសេសយ៉ាងដូចម្ដេចទាំងសេវាកម្មទាំងឧបករណ៍ទំនើបនៅក្នុងការព្យាបាលជំងឺទើបធ្វើឲ្យ Mount Elizabeth ក្លាយទៅជាមន្ទីរពេទ្យជាជម្រើសល្អមួយសម្រាប់អ្នកជំងឺ Okay, thank you for that question. I think there are a lot of technologies available. មូលហេតុដែលមន្ទីរពេទ្យ Mount Elizabeth ត្រូវបានក្លាយទៅជាជម្រើសមួយដ៏ល្អសម្រាប់អ្នកជំងឺក៏ព្រោះតែមន្ទីរពេទ្យ Mount Elizabeth គឺជាមន្ទីរពេទ្យដែលសម្បូរទៅដោយបច្ចេកវិទ្យានិងឧបករណ៍ដ៏ទំនើបសម្រាប់ព្យាបាលនិងថែទាំទៅលើអ្នកជំងឺជាឧទាហរណ៍ក្នុងករណីអ្នកជំងឺមានបញ្ហាទៅលើសរសៃឈាមបេះដូងហើយអ្នកជំងឺពិតជាមានស្ថានភាពបេះដូងធ្ងន់ធ្ងរដែលមិនអាចវះកាត់បានប៉ុន្តែលក្ខខណ្ឌតម្រូវឲ្យអ្នកជំងឺត្រូវការដាក់ balloon ឬក៏ stent លក្ខណៈបែបនេះនៅមន្ទីរពេទ្យ Mount Elizabeth យើងក៏មានផ្ដល់នៅឧបករណ៍ Impella ដែលជា heart pump ក្នុងការជំនួយទៅលើវិជ្ជបណ្ឌិតក្នុងអំឡុងពេលដែលយើងធ្វើការវះកាត់ទៅលើបេះដូងរបស់អ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរនេះបានយ៉ាងជោគជ័យផងដែរហើយជាទូទៅមិនត្រឹមតែប៉ុណ្ណេះបច្ចេកវិទ្យាទំនើបមួយចំនួនដូចជា renal denervation គឺជាយន្តការនៃការបញ្ចុះសម្ពាធឈាមរបស់អ្នកជំងឺនៅពេលណាដែលយើងធ្វើយន្តការពាក់ព័ន្ធទៅនឹងការ renal denervation មានន័យថាយើងអាចធ្វើឲ្យសម្ពាធឈាមរបស់អ្នកជំងឺថយចុះជំនួសដោយការមិនប្រើប្រាស់ថ្នាំហើយជាទូទៅយន្តការនេះគឺពិតជាអាចជួយឲ្យសម្ពាធឈាមរបស់អ្នកជំងឺនឹងត្រូវបានគ្រប់គ្រងបានយ៉ាងល្អផងដែរដូច្នេះ Mount Elizabeth ក៏ជាមន្ទីរពេទ្យដែលអាចផ្ដល់ជូននៅការវះកាត់ពាក់ព័ន្ធទៅនឹងប្រឹសរបស់បេះដូងដោយបន្សល់ទុកនៅស្លាកស្នាមទូចហើយមានប្រសិទ្ធភាពខ្ពស់ផងដែរជាទូទៅនៅពេលណាដែលអ្នកជំងឺគាត់ត្រូវការព្យាបាលជាមួយនឹងការដាក់វ៉ាល់មានដាក់ប្រឹសចូលទៅក្នុងបេះដូងរបស់គាត់មានន័យថាដូចជាការដែលយើងធ្វើ procedure ក្នុងការដាក់ stent នៅក្នុងសរសៃឈាមអញ្ចឹងដូចគ្នាផងដែរគឺយើងអាចដាក់វ៉ាល់នោះចូលទៅក្នុងបេះដូងរបស់អ្នកជំងឺហើយអាចឲ្យអ្នកជំងឺហ្នឹងគាត់មានមុខងារបេះដូងហ្នឹងត្រឡប់មកវិលមករកភាពប្រក្រតីផងដែរអ្វីដែលខ្ញុំបានរៀបរាប់ខាងលើនេះគឺសុទ្ធសឹងតែជាបច្ចេកទេសនិងបច្ចេកវិទ្យាទំនើបប៉ុន្តែខ្ញុំគិតថាអ្វីដែលមន្ទីរពេទ្យ Mount Elizabeth Novena មន្ទីរពេទ្យ Mount Elizabeth Orchard មានលើសពីនោះគឺដោយសារតែមន្ទីរពេទ្យរបស់ពួកយើងមានប្រមូលផ្ដុំទៅដោយស្មារតីនិងសមត្ថភាពជាមួយនឹងក្រុមគ្រូពេទ្យដ៏មានជំនាញនិងឯកទេស and actually able to leave the hospital and carry on leading a very active healthy life ចានេះខ្ញុំពិតជាមានការចាប់អារម្មណ៍ដោយសារតែមន្ទីរពេទ្យគឺជាកន្លែងមួយនៅក្នុងការព្យាបាលជំងឺក៏ដូចជាការជួយសង្គ្រោះជីវិតរបស់អ្នកជំងឺអ្វីដែលលោកប្រចាំដិតបានលើកឡើងគឺចំណុចពិសេសរបស់ Mount Elizabeth ក្រៅតែពីការបំពាក់នៅឧបករណ៍វិទ្យាសាស្ត្រទំនើបនៅក្នុងការព្យាបាលនៅបញ្ហាជំងឺផ្សេងទៅកាន់អ្នកជំងឺហើយការរួមសហការគ្នាបានល្អរបស់ក្រុមការងាររួមមានគិលានុបដ្ឋាឬក៏គិលានុបដ្ឋាយិការួមនឹងវិជ្ជបណ្ឌិតជំនាញគឺជារឿងមួយដែលពិសេសមែនទែនដែលទទួលបានការគាំទ្រពីអ្នកជំងឺដែលជាអតិថិជននោះចាសូមអរគុណលោកប្រចាំបណ្ឌិតសម្រាប់ការជម្រាបជូនយ៉ាងក្បោះក្បាយចាតកតងទៅនឹងបញ្ហាទូទៅនៃជំងឺសរសៃឈាមបេះដូងជាពិសេសគឺបានបង្ហាញផងដែរតកតងទៅនឹងសក្តានុពលរបស់មន្ទីរពេទ្យ Mount Elizabeth ដែលជាមន្ទីរពេទ្យកម្រិតស្តង់ដារសង្ហបុរីដែលកំពុងតែដំណើរការពិនិត្យនិងព្យាបាលជូនអ្នកជំងឺទស្សនិកជនជាទីគោរពនិងជាទីមេត្រីលោកនាងទៅបានទស្សនានៅកិច្ចសម្ភាសន៍រវាងនាងខ្ញុំជាមួយនឹងលោកវិជ្ជបណ្ឌិតផូលអងដែលជាបច្ចេកបណ្ឌិតឯកទេសជំងឺបេះដូងនិងជំងឺសរសៃឈាមបេះដូងនៃមន្ទីរពេទ្យ Mount Elizabeth មន្ទីរពេទ្យ Mount Elizabeth គឺជាដៃគូសហការរបស់ IHH Hospital Group ដែលប្រមូលផ្ដុំដោយមន្ទីរពេទ្យដែលមានគុណភាពដែលមានកម្រិតស្តង់ដារសង្ហបុរីនៅក្នុងការពិនិត្យព្យាបាលជូនអ្នកជំងឺដែលជាជម្រើសដ៏ល្អមួយសម្រាប់លោកអ្នកសូមអរគុណសម្រាប់ការតាមដានទស្សនារបស់លោកអ្នកជួបគ្នានៅក្នុងឱកាសក្រោយជាមួយនឹងប្រធានបទថ្មីបន្ថែមទៀតខណៈនេះនាងខ្ញុំរួមនឹងលោកប្រចាំដិតសូមអរគុណនិងសូមគោរពលា